Follow page ដើម្បីមើលរឿងថ្មីៗគាត់ពិតជាអស្ចារ្យណាស់យូខេសួស្ដីតើនេះជានាយកដ្ឋានប៉ូលីសមែនទេខ្ញុំចង់ប្រគល់ខ្លួនឲ្យគេប៉ុនប៉ងធ្វើឃាតតើអ្នកធ្វើបែបនោះដោយរបៀបណាប្រហែលជាដោយសារតែខ្ញុំសង្ហាទើបខ្ញុំមានសំណាងល្អប៉ាតែងតែត្រឹមត្រូវប៉ាសង្ហាជាងគេមិនអីទេតោះទៅបើយើងមិនទៅយកសម្បត្តិអាពាហ៍ពិពាហ៍ឆាប់ទេការិយាល័យកិច្ចការស៊ីវិលការិយាល័យទាំងអស់បានត្រឡប់ទៅផ្ទះវិញហើយអូយម៉ាក់នឹងប៉ារៀបការហើយតាមពិតទៅខ្ញុំបានរៀបការដូចនោះមែនគួរឲ្យអាណិតណាស់បុរសចំណាស់ម្នាក់បានស្លាប់ទាំងវ័យក្មេងដោយមិនបានឃើញវាព្រើពណ៌ឲ្យសុំឲ្យលឿនឡើងខ្ញុំនឹងមកភ្លាមប៉ាខ្ញុំជួបគ្រោះថ្នាក់ខ្ញុំត្រូវតែមើលថែគាត់សៀវមេងនៅផ្ទះហើយអ្នកត្រឡប់ទៅវិញមុនសិនខ្ញុំនឹងរកអ្នកពេលខ្ញុំធ្វើរួចយកពមសៀវមេងនេះជាវត្ថុស័ក្តិសិទ្ធិនេះពេលអនាគតអ្នកនិងម្ដាយរបស់អ្នកគ្រោះថ្នាក់កំពុងហៅខ្ញុំពីខាងក្នុងខ្ញុំនឹងការពារអ្នកលោកគ្រូទំនិញនៅក្នុងហាងយើងខ្ញុំសុទ្ធតែជាទំនិញនាំចូលទាំងអស់សូមមេត្តាអធ្យាស្រ័យសូមដោះស្រាយដោយប្រុងប្រយ័ត្នប្រសិនបើអ្នកមិនមានលទ្ធភាពទិញវាទេកុំប៉ះវាអ្នកមិនអាចមានលទ្ធភាពចំណាយសម្រាប់វាបានទេប្រសិនបើអ្នកបំបែកវាឃើញម្ចាស់ហាងក្រោកឡើងខ្ញុំមិនបាននិយាយទេពេលខ្ញុំនៅខាងក្រៅកុំធ្វើបែបនោះម្ចាស់ហាងឲ្យពេលណាទើបលោកឈប់ធ្វើបែបនេះទៀតដងឌៀនអ្នកមិនបាននិយាយអ្វីទាំងអស់រយៈពេល5ឆ្នាំខ្ញុំនៅទីនេះដើម្បីជួសជុលឡានរបស់ខ្ញុំបងប្អូនអ្នកបាននិយាយថាក្មេងនឹងចូលចិត្តវាច្រើនជាងតើត្រឹមត្រូវទេម្ចាស់ហាងឲ្យហេតុអ្វីបានជាអ្នកសួរបែបនេះខ្ញុំមានកូនស្រីម្នាក់អ្វីភ្លេចវាចោលទៅខ្ញុំពិតជាមិនអាចសម្រេចចិត្តថាត្រូវទិញមួយណាទេឈីងឡុងទិញហាងនេះបន្ទាប់មកខ្ញុំនឹងនាំកូនស្រីខ្ញុំមកបាត់ចាស់សោះប៉ាមិនបាននិយាយថាប៉ាចិត្តស្លាប់ទេតែត្រឹមត្រូវទេកំពុងកុហកខ្ញុំព្រើពណ៌ស្វីជារយៈពេលយូរមកហើយតើអ្នកនឹកខ្ញុំទេខ្ញុំពិតជានឹកអ្នកណាស់ប៉ាអ្នកបានកុហកខ្ញុំឯងហ៊ាននិយាយជាមួយឪពុកឯងបែបនេះខ្ញុំកំពុងធ្វើរឿងនេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនលោកវ័យក្មេងៗបាននិយាយថាដរាបណាអ្នករៀបការគ្រូសាមេងនឹងជួយយើងក្នុងអាពាហ៍ពិពាហ៍សំណួរទាំងអស់នោះគឺបើអ្នកមិនបានផ្ដល់កំណត់ឲ្យរឿងនេះកាលពី5ឆ្នាំនោះបានធ្វើឲ្យគ្រូសាឈៀវអាម៉ាស់មកអ្វីទាំងអស់ត្រូវបានបាត់បង់ហើយជាមូលហេតុដែលគ្រូសាមេងបានធ្លាក់មកក្នុងស្នេហភាពនេះកូនស្រីម្នាក់ដែលបានសម្រាលកូនរួចវាល្អគ្រប់គ្រាន់ហើយដែលមេងសៅសុខចិត្តទទួលអ្នកពិតមកទៅអ្នកគ្រាន់តែជាស្រីកំណានដែលឡើងឋានៈក្នុងសង្គមកូនស្រីមានសិទ្ធិអ្វីខ្ញុំបាននិយាយបៃស៊ូគាត់ជាម្ដាយរបស់អ្នកខ្ញុំមិនមានម្ដាយទេម្ដាយរបស់ខ្ញុំបានស្លាប់មុនអាយុមិនអីទេស៊ូមីកូជីសរុបមកអ្នកត្រូវតែចុះចាញ់នៅថ្ងៃនេះមេងសៅលោកម្ចាស់វ័យក្មេងៗថ្ងៃនេះកូនស្រីរបស់យើងជារបស់អ្នកហើយម៉ាក់កុំហ៊ានធ្វើបាបម៉ាក់ខ្ញុំអី Follow page ដើម្បីមើលរឿងថ្មីៗ